ជំរាបសួរទៅកាន់បងប្អូនទាំងអស់គ្នាវិលមកជួបខ្ញុំម្ដងទៀតហើយរឿងរ៉ាវថ្ងៃនេះគឺខ្ញុំទទួលបានពីប្អូនស្រីម្នាក់គាត់ឈ្មោះសូនីចំពោះរឿងរ៉ាវដែលសូនីបានចែករំលែកដល់ខ្ញុំនេះគឺតាក់ទងទៅនឹងផ្ទះសំណាក់មួយកន្លែងនៅក្នុងខេត្តមួយធៀបទៅសូនីបានប្រាប់អំពីផ្ទះសំណាក់នោះនៅខេត្តណាឈ្មោះអីទៀតក៏ប៉ុន្តែដោយសារតែបងប្អូនដឹងហើយថាខ្ញុំមិនដែលប្រាប់ទីតាំងនោះទេជាពិសេសខេត្តដែលជាតំបន់ទេសចរខ្ញុំអត់សូវហ៊ាននិយាយទេពីព្រោះខ្លាចបងប្អូនខ្លះនិយាយថាអូអានេះនិយាយចុះទៅវាធ្វើឲ្យបាត់បង់ភ្ញៀវទេសចរទាំងជាតិអន្តរជាតិចឹងតែខ្ញុំដឹងថាសំឡេងរបស់ខ្ញុំវាមិនល្បីអីទូទាំងប្រទេសទាំងសកលលោកទេមែនអត់ក៏ប៉ុន្តែជាគោលការណ៍របស់ខ្ញុំមិនចង់ឲ្យប៉ះពាល់ដល់ទីតាំងហ្នឹងទេប្រកាទុកមុនយើងគិតទុកមុនកុំឲ្យមានវិបដិសារីឬក៏គេយកសលេងយើងអីទៅធ្វើអីរបៀបថានៅខេត្តណាខេត្តណីចឹងទៅខ្ញុំមិនចង់ឲ្យមានរឿងចឹងទេយើងមិនល្បីមែនក៏តែយើងចេះអ្វីមួយដែរប្រុងប្រយ័ត្នទុកជាមុនកុំឲ្យកើតរឿងមកយើងពិបាកនៅក្នុងការប្រឈមមុខអញ្ចឹងខ្ញុំសូមលាក់ទីតាំងតែម្ដងទៅអញ្ចឹងបងប្អូនប្រកាសជាចង់ដឹងថាសូនីជួបរឿងរ៉ាវអីបាន admin ធីលាក់យ៉ាងហ្នឹងទៅស្ដាប់រឿងលម្អិតជាមួយនឹងខ្ញុំទាំងអស់គ្នាចំពោះរឿងរ៉ាវដែលសូនីបានចែករំលែកនេះកើតឡើងក្នុងឆ្នាំ2023ប្រហែលជា3ឆ្នាំមុនដែលគាត់បានជួបរឿងរ៉ាវដ៏រន្ធត់នៅផ្ទះសំណាក់នៅខេត្តមួយកន្លែងជាខេត្តដែលតំបន់មិនទេសចរប្រមាណទេបងប្អូនវាអាចនិយាយបានថាជាល្មមវាមិនទូទៅអីមនុស្សខ្លះក៏មិនបានស្គាល់នៅទីតាំងកន្លែងដើរលេងនឹងដែរហើយគាត់ថាបងនៅឆ្នាំ2023ហ្នឹងណាមិនមែនឡងម្នាក់ទេណាបងឡងជាលក្ខណៈ team មកលក្ខណៈគ្រួសារមកឡងលក្ខណៈ family គាត់ទាំងគឺឡងបដលអញ្ចឹងគាត់ថានៅក្នុងឆ្នាំ2023ហ្នឹងពេលវេលាដើរលេងរបស់គាត់មានតែសៅរ៍និងអាទិត្យទេអញ្ចឹងនៅថ្ងៃសុក្រគាត់បញ្ចប់ការងាររបស់គាត់ហើយខ្ទង់ម៉ោងប្រហែលជា4ពេលហ្នឹងអត់មានបំណងថាចង់លេងដើរលេងទេបងប្អូនគាត់ដោយសារតែវាទៅនេះថ្ងៃសៅរ៍និងអាទិត្យអញ្ចឹងហើយក៏អង្គុយឡើងជាមួយបងប្អូនរបស់គាត់ហ្នឹងក៏និយាយគ្នាចុះឡើងគាត់ថាទៅកន្លែងនេះមួយនេះមើលតាម Facebook កន្លែងនេះមានដំណើរកន្លែងកំសាន្តស្អីគេតាំងពិព័រណ៍តាំងអីអញ្ចឹងហើយគ្រូសាស្ត្ររបស់គាត់គឺចូលចិត្តដើរលេងលក្ខណៈគ្រួសារហ្នឹងឯងដោយសារតែទាំងសូនីទាំងបងគាត់ទាំងប្អូនគាត់សិតតែជាអ្នកដែលគ្មានស្នេហាឬក៏គ្មានពួកម៉ាក់មិត្តភ័ក្តិស្អីឆ្វេងស្ដាំអីទេដល់ពេលអញ្ចឹងចង់ដើរលេងណាគឺដើរលក្ខណៈគ្រួសារមានប៉ាគាត់ម៉ាក់គាត់មានយាយមានប្អូនមានបងចឹងឯងគឺដើរលេងរបៀបគ្រួសារចឹងឯងអញ្ចឹងក៏និយាយគ្នាចុះនិយាយឡើងក៏នាំគ្នាសន្មតថាទៅខេត្តមួយនឹងតែម្ដងទៅខ្ទង់ម៉ោងប្រហែលជា6ជាងបើធ្វើដំណើរពីហ្នឹងទៅខ្ទង់ម៉ោងប្រហែលជា7កន្លះអីបើផ្លូវមិនស្ទះទេ7:40អីគឺអាចដល់ទីតាំងខេត្តមួយហ្នឹងឯងអត់ឆ្ងាយប្រហែលទេគាត់សម្រេចចិត្តថានាំគ្នាទៅទាំងប៉ាទាំងម៉ាក់ទាំងយាយរបស់គាត់បងប្អូននិយាយគ្នាគ្រូសាស្ត្រគាត់ត្រូវគ្នាលឿនមែនតើអញ្ចឹងគឺនាំគ្នាទៅ2ឡានមានសូនីបងគាត់2នាក់ប្អូនគាត់1នាក់ប៉ាម៉ាក់យាយរបស់គាត់អញ្ចឹងមួយឡានជិះ3នាក់មួយឡានជិះ4នាក់អញ្ចឹងទៅគាត់នាំគ្នាធ្វើដំណើរទៅហ្នឹងទៅហើយសូនីបញ្ជាក់ថាពេលដែលទៅហ្នឹងសមាជិកគ្រួសាររបស់គាត់បានទៅអស់ដែរមានបងប្រុសបងធំរបស់គាត់ដូចជានៅចាំផ្ទះដែរអញ្ចឹងចំនួនដូចជា7ម្ដង8នាក់ម្ដងគាត់ស្មានអត់ត្រូវទេពេលនោះដោយសារតែភ្លេចរឿងរ៉ាវនេះអញ្ចឹងក៏សម្រេចចិត្តថាទៅបដ ாய் ទៅក៏ទៅដល់ជាជំហានដំបូងបើសិនជាយើងទៅលក្ខណៈថាយូរយើងទៅគេថ្ងៃសុក្រមួយថ្ងៃគេថ្ងៃអាទិត្យថ្ងៃសៅរ៍មួយថ្ងៃមែនអត់ថ្ងៃអាទិត្យគាត់វិលត្រឡប់មកវិញអញ្ចឹងជំហានដំបូងបំផុតគឺយើងត្រូវរកផ្ទះសំណាក់សិនរកផ្ទះសំណាក់រកអីបានហើយទុកសម្ភារៈទុកអីមួយចំនួនហើយបានយើងដំណើរកំសាន្តពេលរាត្រីរបស់យើងអញ្ចឹងទៅដើរលេងដល់ម៉ោង10មិន10ម៉ោង1អីចឹងទៅយើងនឹងវិលត្រឡប់មកកន្លែងដែលយើងស្នាក់នៅវិញអញ្ចឹងដោយសារតែបតន់ស្លន់អត់បានកក់នៅផ្ទះសំណាក់អីនោះទេក៏យើងជិះរកផ្ទះសំណាក់ខ្ទង់ប្រហែលជា40នាទីខ្ទង់ម៉ោងប្រហែលជា8ជាង7 9បានយើងរកផ្ទះសំណាក់បានផ្ទះសំណាក់ដែលរកនោះគឺយើងចង់រកបន្ទប់ដែលធំក្រែគីង3ទៅក្រែ3ដើម្បីគីងជុំគ្នាទាំងគ្រួសារគីងនៅលើក្រែ1 2នាក់គេ1 2នាក់អញ្ចឹងអ្នកខ្លះគីងនៅកម្រាលខាងក្រោមអីចឹងទៅរបៀបបែបហ្នឹងឯងគឺបន្ទប់មួយដ៏ធំមែនតើក៏ទេសនាមួយហ្នឹងគេមានបន្ទប់ក៏សម្រេចចិត្តថាយកបន្ទប់ក្រែ3ហ្នឹងតា
ក៏ចូលទៅដល់ទុកសំភារៈមួយចំនួនហើយក៏នាំគ្នានៅអ្នកខ្លះក៏ធ្វើការមួយទឹកក៏មួយទៅអ្នកខ្លះដែលមិនចង់មួយក៏ហើយទៅជុំគ្នាហើយក៏នាំគ្នាដើរលេងរហូតដល់ម៉ោង1ទៀបភ្លឺម៉ោង1ត្រៀតហ្នឹងក៏គាត់វិលត្រឡប់មកវិញទាំងយាយទាំងប៉ាទាំងម៉ាក់របស់គាត់ហ្នឹងឯងនាំគ្នាត្រឡប់មកវិញដល់ពេលត្រឡប់មកវិញក៏នាំគ្នាមួយទឹកបដោះគ្នាម្ដងម្នាក់ហើយក៏សម្រាប់រៀងខ្លួនទៅសូនីគាត់ជាអ្នកដែលមិនសូវជាស្លន់ឬក៏ចូលចិត្តអាមួយទឹកមុនគេទេពីចឹងគាត់មួយទឹកក្រោយគេម៉ោងខ្ទង់ប្រហែលជិត2បាទគាត់ចូលមួយទឹកអញ្ចឹងសមាជិកគ្រួសាររបស់គាត់នៅក្នុងបន្ទប់ហ្នឹងអ្នកខ្លះក៏គេចុចទូរស័ព្ទទៅអ្នកខ្លះក៏គេលក់ទៅអញ្ចឹងណាបងប្អូនទាំងយាយទាំងម៉ាក់ប៉ារបស់គាត់នៅគ្នាគេលក់អ្នកខ្លះក៏នៅចុចទូរស័ព្ទដូចឲ្យគាត់រៀបរាប់ហ្នឹងសូនីមួយទឹកមកសទូបងប្អូនដឹងមិនអត់មានគេគោះបន្ទប់គាត់មិនគោះបន្ទប់ខាងក្រៅណាគោះទ្វារបន្ទប់ទឹកហ្នឹងឯងគោះដឹងគាត់ក៏ស្រែកមកពីក្នុងមកថាចាំតិចមើលមនុស្សកំពុងមួយទឹកគោះស្លន់យ៉ាងហ្នឹងដឹងតែមួយទឹកគោះ 100% គឺយាយឲ្យតែមានអាណាមួយទឹកទៀតណាចូលបត់ដៃបត់ជើងក្នុងបន្ទប់ទឹកគឺគាត់ស្លន់ហើយគាត់គោះទ្វារឲ្យយើងបានមួយស្រួលទេបើមិនគាត់ឈឺបត់ជើងតូចបត់ជើងធំហ្នឹងឯងអញ្ចឹងគាត់និយាយអញ្ចឹងឲ្យមកស្ទុះបងប្អូនរុំកសៃរុំអីយើងបើកទ្វារចេញមកថាយាយចូលគិតថាយាយអ្វីដែលយើងបើកទ្វារមកគឺអត់មានមនុស្សទេបងរបស់គាត់ក៏បានសង្ងំគីងរៀងខ្លួនអញ្ចឹងថាសូនីពេលហ្នឹងក៏គាត់អត់មាត់អីដែរគាត់ចាប់ផ្ដើមផ្លាស់ម្លៀមពាក់ផ្លាស់អីក៏មិនបានផ្លុំសក់អីដែរព្រោះមួយអត់បានត្រូវសក់ទេក៏គាត់ទៅគីងនៅក្រែមួយហ្នឹងទៅហើយបញ្ជាក់ថាគាត់ចូលចិត្តគីងម្នាក់ឯងគីង2នាក់គីងអត់លក់ទេអញ្ចឹងក្រែ2ហ្នឹងមានប៉ាម៉ាក់របស់គាត់គីងហើយយាយរបស់គាត់និងប្អូនរបស់គាត់ក្រែមួយទៀតគឺសូនីហើយខាងក្រោមមានដូចជាបងនិងប្អូនរបស់គាត់ដទៃទៀតខ្ទង់គ្នាបើមិន7 8នាក់ហ្នឹងឯងគេងនៅខាងក្រោមហ្នឹងទៅអញ្ចឹងសូនីមកគេងក្រែនឹងម្នាក់ឯងគេហ្នឹងនៅចិត្តប្អួយតែម្ដងគាត់គេងគាត់ថាបងអើយពេលដែរមានគេគោះបន្ទប់គោះទ្វារបន្ទប់ទឹកអីហើយខ្ញុំចេញមកឃើញមនុស្សនាំគ្នាសម្រាកអស់លីងខ្ញុំក៏អត់អីដែរខ្ញុំក៏មកសង្ងំគេងហ្នឹងមិនមែនគេងខ្ញុំមើលរូបថតដែលខ្ញុំថតលេងអញ្ចឹងមកសទុះយ៉ាងដែរមកសទុះខ្ញុំអត់ទាន់គេងលក់ខ្ញុំគេងផ្អៀងហើយខ្ញុំចុចទូរស័ព្ទមើលរូបថតអញ្ចឹងចុចខ្ញុំឮសំឡេងប្រាប់ខ្ញុំថាគេងទៅនៅយូរម៉េចគេងនៅយូរម៉េចគាត់ក៏ស្រឡឹងមើលតាមសំឡេងគាត់អត់មានឃើញអីទេតែមានសំឡេងមកប្រាប់គាត់សំឡេងហ្នឹងអ្វីដែលគាត់ដឹងថាមិនមែនជាសំឡេងសមាជិកគ្រួសាររបស់គាត់មិនមែនជាសំឡេងយាយសំឡេងម៉ាក់របស់គាត់ទេជាសំឡេងមនុស្សស្រីប៉ុន្តែមិនមែនជាសមាជិកគ្រួសាររបស់គាត់ទេគាត់ស្រឡឹងមើលអង្គុយលើក្រែគាត់ស្រឡឹងមើលឆ្វេងស្ដាំអត់មានឃើញអ្វីទាំងអស់ចុះម្ចាស់សំឡេងហ្នឹងជានរណាគេមកប្រាប់គាត់ឲ្យគេងទៅនេះជាសំឡេងនរណាស្រឡឹងមើលចុះឡើងអត់ឃើញអីទាំងអស់គាត់សង្ងំគេងទៅវិញអ្វីដែលសូនីបានឮសលេងបន្តទៀតមានគេមួយទឹកឈូហើយក៏គិតថាបងប្រុសរបស់ខ្លួនឯងដែរគេមួយទឹកក៏ប៉ុន្តែអ្វីដែលគាត់ចាំសូនីនឹងឯងជាមនុស្សចុងក្រោយគេនៅក្នុងការមួយទឹកចុះមាននរណាទៀតមួយទឹកគាត់ក៏ស្រឡឹងទៅបន្ទប់ទឹកអ្វីដែលគាត់បានឃើញបន្ទប់ទឹកគឺអត់បានបើកភ្លើងហើយក៏អត់បានបិទទ្វារដែរដោយសារតែពួកគាត់គេងគឺបើកភ្លើងផ្លុកភ្លឺពេញបន្ទប់ទឹកភ្លឺមិនខ្លាំងទេព្រាកមើលទៅបន្ទប់ទឹកបិទភ្លើងហើយបើកទ្វារចុះនរណាគេមួយទឹកសំឡេងដែលសូនីមើលហ្នឹងក៏នៅតែលឺដែរណាបងប្អូនឈូសម្លឹងមើលសមាជិកគឺនាំគ្នាគេងអស់ហើយចុះសំឡេងនៅក្នុងបន្ទប់ទឹកហ្នឹងជាអីមួយទឹកចប់ទឹកនៅបើកឆគាត់ក៏ចោះទៅអ្វីដែលគាត់បានឃើញគឺបន្ទប់ទឹកហ្នឹងគឺបើកទឹកចោលពិតប្រាកដមែនក៏ប៉ុន្តែអត់មានឃើញមនុស្សទេអត់មានឃើញនរណានៅក្នុងបន្ទប់ទឹកហ្នឹងទេបិទទឹកបិទអីហើយក៏គាត់ដើរមកវិញដើរមកកន្លែងក្រែរបស់គាត់វិញគាត់តែដាក់ខ្លួនគេងក្រឹបចុចទូរស័ព្ទបន្តិចសំឡេងខំថ្មិញបងប្អូនដែលឃើញមនុស្សខំគ្រូតលឺបែបហ្នឹងគៀកនឹងតិចរបស់សូនីថាលឺសំឡេងខំថ្មិញហ្មងខំសគ្រឹតដូចគេកំពុងតែចង់ស៊ីលកជាយើងអញ្ចឹងខំមកចុចត្រុតខំផងសគ្រឹតផងខំផងសគ្រឹតផងលឺបែបហ្នឹងណាបងប្អូនមិនមែនជាការលឺប្រេផ្ដាស់ទេគឺគាត់ថាលឺគៀកតិចគាត់ពិតប្រកបមែន
បើកភ្នែកស្រឡឹងមើលទៅអត់ឃើញអីទាំងអស់ចាប់ផ្ដើមតែឆ្ងល់ចុំម៉ែបន្ទប់ទេសនាហ្នឹងមានរឿងអីមិនក៏គាត់លឺសំឡេងផ្ដេសផ្ដាស់អីម្នាក់ឯងហើយអ្នកដតីគេបានលឺអីអត់អញ្ចឹងណាមើលទៅបងប្រុសក៏ឃ្លុំភួយអ្នកដតីក៏ឃ្លុំភួយសងំគេអស់តាសូនីពេលហ្នឹងមានអីឃ្លុំភួយសងំដែរសងំមកសទុះក៏គេងលងលក់ទៅមកសទុះមិនដឹងថាគេងបានប្រហែលម៉ោងទៅបើតាមសន្មត់ខ្ទង់ម៉ោងប្រហែលជា3កន្លះទៀតភ្លឺឮសំឡេងសូត្រធម៌ហ្មងប៉ុន្តែសំឡេងសូត្រធម៌ហ្នឹងមិនមែនសំឡេងមកពីក្រៅឯណានោះទេសំឡេងយាយរបស់គាត់សូត្រធម៌នឹងគាត់សូត្រធម៌អីយើងឡើងបើកភ្នែកមើលទៅឃើញគាត់កំពុងតែអង្គុយសូត្រធម៌មែនយើងក៏សួរគាត់ថាយាយមានរឿងអីយាយទាំងប៉ាម៉ាក់របស់គាត់ហ្នឹងក៏កំពុងតែអង្គុយមើលយាយរបស់គាត់សូត្រធម៌ដូចគ្នាគាត់ថាអង្គគ្នាស្ងំដេកទៅអញសូត្រធម៌បន្តិចតាស្មានតែយាយមិនវិញតាពេលហ្នឹងស្មានតែយាយខ្លួនឯងវិញទៀតតែយាយអត់អីទេសូត្រធម៌មកស្ទុះហើយគាត់ក៏សម្រានទៅវិញដល់ពេលហ្នឹងយើងភ្ញាក់ទាំងអស់គ្នាវាខ្មាយដេកបាត់ទៅហើយក៏សងំដេកទៅវិញទៅសងំដេកមកស្ទុះក្រុមគ្រួសាររបស់គាត់មិនដឹងថាដេកលក់ទាំងអស់គ្នាឬក៏យ៉ាងម៉េចទេណាតែចំពោះសូនីពេលហ្នឹងគឺគាត់គេអត់លក់ទេគាត់ថាគេដែលលក់បងខ្ញុំសូសាប់ខ្ញុំក៏សងំទៅស្រាប់តែបងដឹងមិនអត់សំឡេងដូចមនុស្សដើរអស់ជើងក្នុងបន្ទប់យើងអញ្ចឹងលឺបែបហ្នឹងជាសលេងដើរអស់ជើងមិនដើរអត់ស្បែកជើងនេះពាក់ស្បែកជើងដើរអស់ហ្មងប៉ើងភួយមើលក្នុងបន្ទប់ឃើញតែសមាជិកគ្រួសារគេងទាំងអស់គ្នាទេហើយចុះថៃបានលឺសំឡេងហ្នឹងវាមកពីណាសម្លឹងមើលមិនឃើញយើងមានអារម្មណ៍ភ័យចាប់ផ្ដើមស្រាវឆ្អឹងខ្នងចាប់ផ្ដើមជជែកដៃជជែកជើងក៏សងំដេកទៀតសងំមកសទុះបងអើយបោះបន្ទប់ដវល់យកគាត់ថាគ្មានឲ្យយើងដេកទេក្រោដូចមនុស្សកំពុងតែជូតសម្អាតបោះក្នុងបន្ទប់យើងនឹងឯងហើយសូនន័យថាពេលហ្នឹងប្រហែលជាគាត់គេងលងលក់ជ្រុលហើយក្រុមគ្រួសារសមាជិកគ្រួសាររបស់គាត់ឡើងបោះផ្ទះក៏អាចថាបានឡើងបោះបន្ទប់នឹងក៏អាចថាបានប៉ុន្តែបើយើងទៅគេងបន្ទប់គេទៅបោះធ្វើអីបើកភ្នែកមើលទៅម៉ោងខ្ទង់ប្រហែល4សមាជិកគ្រួសារសងំដេកទាំងអស់អត់មាននរណាភ្ញាក់ទេគាត់ថាអីយ៉ាលេងគាត់មែនតើគាត់ថាលេងគាត់មែនតើគាត់ភ្ញាក់ឡើងគាត់អង្គុយជេរបាទជេរស្ងាត់ស្ងៀមម្នាក់ឯងជុំមិនចេញចុះចឹងទៅគាត់ទៅបន្ទប់ទឹកគាត់ថាដើរទៅបន្ទប់ទឹកដើរអត់ដៃបាត់ជើងហើយក៏គាត់ចេញមកវិញសូនីថាពេលនឹងភ្ញាក់ចង់ដាច់ផ្ងាបងពេលដែលខ្ញុំចូលបន្ទប់ទឹកខ្ញុំដើរមកវិញស្រឡឹងទៅក្រែខ្ញុំឃើញខ្ញុំកំពុងតែអង្គុយលើក្រែនោះមិនមែនជាការសម័យមិនមែនជាការយល់សពទេប៉ុន្តែពេលនោះគាត់គិតថាគាត់ស្វាងភ្នែកអាចថាបានហើយពីព្រោះងុយដេកខ្លាំងពេកគាត់ឃើញគាត់អង្គុយលើក្រែគាត់ផ្ងាកខ្លួនគាត់សួរណាគេនោះបាត់អាមនុស្សជារូបរាងគាត់គឺបាត់ចេញពីក្រែហ្នឹងមកបាត់ឈឹងមកគាត់ស្រឡឹងឆ្វេងស្ដាំដាស់បងគាត់បងក្នុងបន្ទប់ហ្នឹងគឺគ្មាននរណាភ្ញាក់ទេសងំគីងស្ងាត់ជ្រាបម៉ោង4ទៀតហើយជាពួកគាត់អស់កម្លាំងងូកងុយទៅនឹងអ្វីដែលគាត់បានលងលក់នឹងឯងសូនីដើរទៅក្រែនឹងហើយគាត់មើលក្រោមក្រែមើលអីគាត់ថាគ្មានឃើញស្អីទេហើយថៃបានគាត់ឃើញជារូបរាងខ្លួនឯងអង្គុយលើក្រែហ្នឹងគាត់ដាក់ជើងចុះទៅក្រោមអង្គុយមកស្ទុះរៀបនឹងអាលើកជើងមកដាក់លើក្រែហើយសងំគេគាត់ថាមករៀមដៃលូកមកចាប់ជើងគាត់ទៅចាក់ស្រុបគាត់លើកជើងឡើងលឿនហើយគាត់មិនបានអើតមើលក្រោមក្រែទៀតទេពីព្រោះថាអើតមើលទៅស្ញែងដាក់គាត់មិនដាច់ខ្យល់សងំចាប់ដើមសោតធัวបណ្ដោយនមោទសៈភគវៈតោតាមនោះសងំរហូតទៅគាត់គេងលងលក់ទៅបាត់ទៅពេលហ្នឹងលែងជួបលែងលឺលែងមានបញ្ហាអីហើយរហូតដល់ម៉ោងវាជាមិន10ថ្ងៃបានប៉ាម៉ាក់យាយតារបស់គាត់នឹងដាស់គាត់ថាងើបមួយទឹកមួយអីតោះចុះទៅហូបបាយហូបអីអញ្ចឹងណាទៅរកកន្លែងហូបបាយរកកន្លែងដើរលេងហើយរៀបចំលៀកពាក់ទៅដើរលេងហើយទៅរកទស្សនៈផ្សេងទៀតប៉ាម៉ាក់របស់គាត់និយាយបែបហ្នឹងឯងទាំងយាយរបស់គាត់បងគាត់អីណាហើយគាត់ថាចុះគេនឹងមកយប់ទៀតទៅតែប៉ាម៉ាក់របស់គាត់អត់និយាយអីគាត់ថាទៅដើរលេងនោះទៅបកមកវិញទៅដើរលេងអញ្ចឹងទៅហើយផ
ផ្លូវទៅផ្ទះទៅយើងរកកន្លែងដាក់គេងហើយដល់ស្អែកឡើងយើងវិលត្រឡប់ទៅផ្ទះវិញតែហ្មងតែវាមិនស្រួលចាំបាច់មកគេងផ្ទះសនៈនឹងវិញទៅអីអញ្ចឹងយើងគាត់បានដឹងរឿងអីដែរពីអំពីពួកគាត់រៀបចំលៀបពាក្យឲ្យគឺចេញទៅហើយយើងដើរលេងយើងហុកបាយអីហើយលេងរហូតដល់យើងរកផ្ទះសនៈមួយទៀតទៅយើងគេងហើយព្រលឹមឡើងយើងក៏វិលត្រឡប់មកភ្នំពេញវិញទៅពេលដែលវិលត្រឡប់មកភ្នំពេញវិញក្រុមគ្រួសាររបស់គាត់មកដល់ភ្លាមដូចជាម៉ោង1អាសៀលមកដល់ពេញវិញក៏ពួកគាត់ចាប់ផ្ដើមប្រាប់ក្រុមគ្រួសារថាទៅវត្តទៅអីរកប្រសងរកអីសួយទឹកទៅអីដើរលេងជួបរឿងមិនល្អសោះនឹងជាអ្វីដែលម៉ាក់គាត់និយាយមកថាជួបរឿងមិនល្អសោះរកប្រសងរកអីសួយទឹកបន្តិចទេអញ្ចឹងទៅក៏ដឹងរៀងខ្លួននិយាយរបស់គាត់ថារកអីសួយទឹកឥឡូវឲ្យយាយសួយទឹកឲ្យក្បាលណាតានាំគ្នាថាយកផ្កាទិញអីផ្កាឈូកកាម៉ាលីអីដាក់ទឹកយាយសោធរសួយទឹកទៅពីព្រោះយាយក៏ជួបរឿងមិនល្អដែរអញ្ចឹងបងគ្រូសាស្ត្ររបស់គាត់ចាប់តាមសួយទឹកអីចងខ្សែហើយក៏នាំគ្នាជំនុំគ្នានិយាយហ្នឹងទៅថាមានរឿងរ៉ាវអីមែនបាននាំគ្នាចង់ទៅវត្តហើយនាំគ្នាសួយទឹកសួយអីអញ្ចឹងក៏ចាប់ផ្ដើមនិយាយដំបូងនោះគឺប៉ាម៉ាក់របស់គាត់ថាពេលដែលគាត់យួរសម្លៀកបំពាក់ខោអាវវ៉ាលីស្អីដើរមកបន្ទប់មួយហ្នឹងប៉ាគាត់ថាឃើញមនុស្សស្រីម្នាក់បាក់ជើងដើរអស់ជើងក្រុកគាត់ស្មានតែគេហៅថាអ្នកទទួលភ្ញៀវអ្នកនាំយើងឡើងមកបន្ទប់គាត់ស្មានតែមនុស្សហ្នឹងតាចូលមកបន្ទប់គាត់បើកទ្វារក្រាក់ហើយយើងដើរចូលទៅយើងដើរចូលតាមម្នាក់ស្រីដែលបាក់ជើងហ្នឹងឯងដល់ពេលដើរចូលមកយើងបិទទ្វារបិទអីហើយប៉ាគាត់សង្កេតមើលថាម្នាក់ស្រីហ្នឹងអត់បានចេញទៅវិញទេគាត់ព្យាយាមសម្លឹងមើលក្នុងបន្ទប់ហ្នឹងតែគាត់អត់មានឃើញនរណាទេប៉ាគាត់ដឹងភ្លាមខ្សឹបប្រាប់ម៉ាក់គាត់ថាគាត់ឃើញមនុស្សស្រីបាក់ជើងដើរចូលបន្ទប់ហ្នឹងម៉ាក់វាឃើញអត់ម៉ាក់របស់គាត់ថាអត់មានឃើញអីទេប៉ាវាអីស្វាងភ្នែកឬក៏យ៉ាងម៉េចពីព្រោះគាត់មកដល់វាយប់ជ្រៅពេកហើយវាចូលដល់ម៉ោង1បងប្អូនមែនអត់អញ្ចឹងប៉ាគាត់នឹងបានឃើញមនុស្សស្រីម្នាក់បាក់ជើងដើរចូលបន្ទប់ហ្នឹងចំណុចមួយហ្នឹងហើយដែលសូនីលឺគេដើរអស់ជើងអញ្ចឹងប៉ាគាត់និយាយជាមួយម៉ាក់គាត់ថាអត់មានឃើញអីទេប៉ាវាអីស្វាងភ្នែកឬក៏យ៉ាងម៉េចក៏ហីតាពេលយប់ម៉ាក់គាត់ឃើញដែរតែការឃើញរបស់គាត់នៅក្នុងយល់សពស្រីម្នាក់ហ្នឹងដូចជាគាត់លោតពីជាន់ទី3ហ្នឹងទៅខ្ញុំភ្លេចប្រាប់ថាជាន់ដែលគាត់ស្នៃជាន់ទី3បងប្អូនខ្ញុំភ្លេចប្រាប់លោតទៅបាក់ជើងហើយគាត់តោងតាមជាងឡើងមកបន្ទប់ហ្នឹងវិញប៉ាគាត់យល់សពភ្ញាក់ខ្លួនព្រឺតហើយខ្សឹបប្រាប់ប៉ាគាត់នៅយប់ហ្នឹងឲ្យបានដឹងទៅមកអញ្ចឹងទៅក៏អត់អីទេនាំគ្នាសង្ងំទៅដល់ពេលបងគាត់អីហ្នឹងក៏គាត់ជួបដែរបងប្អូនដឹងមិនអត់គាត់ថាគេងសុកដូចជាមានស្អីមកខ្សឹបដាក់តិចគាត់ខ្សឹបជារួមខ្សឹបឲ្យយើងគេងខ្សឹបឲ្យយើងឈប់ចុចទូរស័ព្ទឈប់អីទៅអញ្ចឹងណាហើយមានអារម្មណ៍ថាគេដើរកន្លងពួកគាត់ទៅមកលឺសម្រាប់ជើងដើរទៅមកគាត់ថាពេលដែលយើងប៉ាងភួយមើលអត់ឃើញអីអញ្ចឹងបងគាត់ប្អូនគាត់អ្នកដែលមកជាមួយហ្នឹងគឺនាំគ្នាសង្ងំគេងទៅនាំគ្នាសង្ងំគេងគឺបែបហ្នឹងឯងគឺពួកគាត់ជួបសូរស័ព្ទជួបសម្លេងនឹងឃើញអ្វីនៅក្នុងយល់សពដោយគាត់បានរៀបរាប់នឹងឯងងាកទៅដល់យាយរបស់គាត់វិញសុកម៉ោង4យាយម៉ោង4ជាងម៉ោង3ម៉ោង4ជាងទីភ្លឺហ្នឹងយាយគាត់មិនសូត្រធម៌មែនអត់ថៃបានយាយគាត់សូត្រធម៌យាយគាត់ក៏មានប្រសាសន៍ប្រាប់គាត់ថាមិនឲ្យសូត្រធម៌ល្មិចមីកបាក់ហ្នឹងមកដេញពួកគាត់ឲ្យចេញដេញយាយបើឲ្យដេញយាយថាឲ្យចេញពីបន្ទប់ហ្នឹងទៅថៃបាននាំគ្នាមកដេកបន្ទប់គាត់អញ្ចឹងដល់ពេលដេញគាត់ថាបន្ទប់ចៅអញជួលបកែកជាមួយនឹងគេនេះដល់ពេលបកែកជាមួយគេចុះឡើងគេក៏ឡើងមកសកត់យាយរបស់គាត់ឡើងមកសកត់យាយរបស់គាត់រើបំរាស់រួចទៅក៏គាត់សោតធွာបដិញនឹងឯងសោតគោរលាយបាត់គេនឹងចេញពីមុខរបស់យាយគាត់ទៅនឹងយាយគាត់ជួបឲ្យគាត់សោតធွာផ្អើលទាំងយប់គឺអញ្ចឹងឯងអញ្ចឹងសូនីថាជួបទាំងអស់គ្នាអញ្ចឹងជួបទាំងអស់គ្នាគ្រូសារបស់គាត់ក៏សួរថាកូនឯងជួបអីអត់គាត់ក៏បានរៀបរាប់ដោយដែលខ្ញុំនិយាយពីខាងលើមកប្រាប់ក្រុមគ្រួសាររបស់គាត់ឲ្យបានដឹងទៅហើយក្រុមគ្រួសាររបស់គាត់ឮសូនីរៀបរាប់ប្រាប់ចឹងគាត់ថាចុះបើជួបរឿងចឹងហើយហេតុអីក៏ចង់គេងនៅផ្ទះសនៈនឹងមួយយប់ទៀត
សូនីថាខ្ញុំស្មានតែជួបតែខ្ញុំហើយខ្ញុំគិតថាដោយសារតែខ្ញុំអស់កម្លាំងពេកបាទខ្ញុំជួបរឿងរ៉ាវបែបហ្នឹងខ្ញុំគិតថាសមាជិកទាំងអស់មិនជួបអញ្ចឹងទេធាតពិតទៅគឺជួបទាំងអស់គ្នាដូចខ្ញុំនិយាយពីខាងលើលក្ខណៈថាឡងជាលក្ខណៈគ្រួសារជាលក្ខណៈ family ត្មងនៅទស្សនៈមួយហ្នឹងគាត់ថាមិនដឹងជាអ្វីឲ្យពិតប្រាកដទេប៉ុន្តែបើពួកគាត់បានសម្គាល់នៅក្នុងយល់សពទាំងការឃើញស្រីម្នាក់ដាក់បាក់ជើងដោយប៉ាគាត់ឃើញហ្នឹងទាំងអស់គ្នាឃើញស្រីម្នាក់ដាក់បាក់ជើងនឹងដូចគ្នាឬសូរសំឡេងស្អីហ្នឹងគឺដូចគ្នាទាំងអស់ទាំងបងគាត់ទាំងប៉ាទាំងម៉ាក់ទាំងយាយរបស់គាត់គឺដូចគ្នាទាំងអស់សូម្បីសូនីក៏ដូចគ្នាដែរអញ្ចឹងអ្វីដែលសន្និដ្ឋានគឺប៉ាជាស្ត្រីម្នាក់ដែលបាក់ជើងនឹងឯងដែលគាត់នៅក្នុងបន្ទប់មួយហ្នឹងបណ្ដៃយើងសួរថាជីវិញ្ញាណខ្មោចស្លាប់តៃហោងហ្នឹងឬក៏ជាស្អីនៅក្នុងហ្នឹងក៏យើងមិនហ៊ានសន្និដ្ឋានច្បាស់ជាក់លាក់ដែរព្រោះយើងអត់បានសួរខាង research ខាងអ្នកទទួលភ្ញៀវនោះទេព្រោះដោយសារតែយើងវាគាត់តែជួបរឿងអញ្ចឹងហើយគាត់ថាជួបម្នាក់ឯងមិននឹកស្មានថាក្រុមគ្រួសារសមាជិកគ្រួសាររបស់យើងទាំងអស់គ្នាជួបអញ្ចឹងណាបើសិនជាដឹងនៅពេលនោះសូនីគាត់ថាគាត់សួរហើយសួរសាកមើលតើអ្វីដែលពួកគាត់បានឃើញនឹងជាអីឲ្យពិតប្រាកដជាអ្នកដែលមានធ្លាប់ប្រវត្តិស្លាប់នៅជាន់ទី3បន្ទប់ក្រែ3នឹងឬក៏យ៉ាងម៉េចគាត់នឹងសួរប៉ុន្តែពេលហ្នឹងមិនបានដឹងហើយវាក៏ខកពេលដែលគាត់មកដល់ពេញហើយគាត់តែគាត់ចងចាំអំពីព្រឹត្តិការណ៍នឹងរឿងនឹងសម្រាប់គាត់និងគ្រួសាររបស់គាត់ថាមានឱកាសពេលក្រោយទៅខេត្តមួយនឹងទៀតគឺគាត់និយាយគាត់ថាមិនចូលដាច់ខាតទស្សនៈមួយហ្នឹងគាត់ស្គាល់ទាំងឈ្មោះមានទាំងឈ្មោះមានទាំងអីផ្ញើឲ្យខ្ញុំមើលទៀតគេលើថាថ្ងៃណាមួយខ្ញុំបានទៅដើរលេងហ្នឹងអីក៏ខ្ញុំទៅប្រុងប្រយ័ត្នតែទៀតប៉ុន្តែខ្ញុំវាគ្មានឱកាសឬក៏ពេលវេលាសម្រាប់ដើរលេងទេខ្ញុំមិនដឹងថាមានពេលវេលាណាមួយសម្រាប់ខ្លួនឯងនោះទេគាត់តែបានរឿងពីសូនីទៅយើងដឹងថាអូកន្លែងនេះយើងគួរប្រុងប្រយ័ត្នចេះអញ្ចឹងទៅដើម្បីកុំឲ្យជួបរឿងរ៉ាវអីមួយដែលមិនល្អដោយបងប្រុសម្នាក់គាត់ចែកម្លែករឿងបន្ទប់217មកដល់ខ្ញុំនៅខាងមួយខ្ញុំប្រាប់ណាសុកកលាញ់នឹងកលាញ់នឹងបែរមុខទៅណាទេតែបើយើងនៅសៀមរាបណាគាត់បានជួបរឿងរន្ធត់មួយដែរខ្ញុំនឹងលំអិតរឿងគាត់នៅពេលក្រោយពេលហ្នឹងគាត់ដូចជាទៅជួបមនុស្សសំខាន់របស់គាត់តែគាត់គីម្នាក់ឯងដោយសារយើងអត់មានអីគីមួយគ្នាទេដោយសារតែជួបគ្នាហើយគេទៅផ្ទះគេទៅយើងក៏គីនៅនឹងមកយប់បានយើងវិលត្រឡប់មកទីតាំងដែលយើងរស់នៅវិញគាត់ថាមកយប់មួយហ្នឹងគឺមានន័យមែនតើដែលគេឡងគាត់ខ្លាំងមែនតើស្ទើរតែបាក់ស្បាតគាត់ឃើញបន្ទប់ទស្សនៈគាត់ថាគាត់ចង់រៀកទុកមុនហ្មងទៅណាឆ្ងាយអីម្នាក់ឯងគាត់អូវេទនាធៀបបងចង់ដើរទៅគេងបន្ទប់ណាដែលឆ្ងាយហើយយើងមិនស្គាល់ប្រវត្តិទេពិតទៅបងប្អូនយើងទៅស្គាល់ឯណាដូចឧទាហរណ៍ថាខ្ញុំទៅពីពេញខ្ញុំទៅលេងនៅខេត្តអញ្ចឹងខ្ញុំទៅស្គាល់ប្រវត្តិយ៉ាងម៉េចឲ្យតែមាននៅកន្លែងដេកទៅវាគ្រប់គ្រាន់ហើយឲ្យតែមានលុយជួលគេទៅវាគ្រប់ហើយយើងមានទៅស៊ើបប្រវត្តិឯណាប៉ុន្តែបើថាបានជួបហើយហ្នឹងធ្វើម៉េចក៏តាមដំណើរសាច់រឿងថាអញ្ចឹងខ្ញុំអរគុណដល់សូនីម្ដងទៀតដែលបានផ្ដល់សាច់រឿងដល់ខ្ញុំហើយអរគុណបងប្អូនដែលបានស្ដាប់ដល់ចប់ផងដែរមុននឹងបញ្ចប់ដូចខ្ញុំនិយាយមិនឲ្យជឿទេឲ្យស្ដាប់បែបធម្មតាទៅបងប្អូនហើយកុំជឿអ្វីដែលខ្ញុំនិយាយអីទុកជាការកំសាន្តបែបធម្មតាទៅវាគ្រាន់តែជារឿងរ៉ាវមួយសម្រាប់បងប្អូនស្ដាប់សម្រាប់ជាការកំសាន្តពេលអបសុខធ្វើការអីអត់ល្ងុយអីការងារដំណើរការដើរទៅមុខពេលស្ដាប់ទៅយើងមានអារម្មណ៍ថាល្អអាចបន្តដំណើរបានទៅមុខអញ្ចឹងទៅវាគាត់ឲ្យស្ដាប់កំសាន្តបែបហ្នឹងឯងបើថាចំពោះខ្ញុំឲ្យជឿត្មងគឺខ្ញុំមិនឲ្យបងប្អូនជឿទេគាត់ស្ដាប់ជាការពិចារណាស្ដាប់ជាការកំសាន្តបែបធម្មតាទៅឯងបែបហ្នឹងបងប្អូនខ្ញុំសូមបញ្ចប់រឿងសូនីទៅហ្នឹងខ្ញុំសូមអរគុណនិងសូមជម្រាបលាជួបគ្នានៅរឿងរ៉ាវក្រោយទៀតបាទអរគុណច្រើនជម្រាបលា